ប្រសិនបើបងប្អូនចំអិនសាច់ជ្រូកបីជាន់បំពងដោយផ្ទាល់នៅក្នុងខ្ទះមិនថាសាច់នឹងល្អប៉ុណ្ណាទេវានឹងខូចចង់ស្រួយឆ្ងាញ់ធ្វើតាមវិធីនេះសាច់ជ្រូកបីជាន់ដែលបំពងនឹងស្រួយឲ្យតែបងប្អូនធ្វើតាម3ចំណុចនេះបងប្អូននឹងទទួលបានសាច់បំពងស្រួយឆ្ងាញ់មិនខានដំបូងដាក់សាច់ជ្រូកបីជាន់ចូលឆ្នាំងដោយទឹកត្រជាក់បន្ថែមខ្ញីនិងស្រាបន្តិចចំអិនសាច់ជ្រូកបីជាន់នៅលើកម្ដៅមធ្យមវាអាចត្រូវបានចោះយ៉ាងងាយស្រួលដោយប្រើឈើស្រួចដើម្បីចាក់រន្ធតូចឲ្យសព្វនៅក្នុងស្បែកជ្រូកខណៈពេលដែលវានៅកំពុងក្ដៅយកខ្លាញ់ចេញបន្ថែមទឹកស៊ីអ៊ីវខាប់ឬទឹកឃ្មុំសម្រាប់លាបពណ៌ជំហានទី2គឺចៀនល្អបំផុតក្នុងប្រេងត្រជាក់គ្មានការខ្ជះខ្ជាយប្រេងនិងគ្មានហានិភ័យនៃការផ្ទុះរលាកចៀនវាឡើងលើចុះក្រោមឆ្វេងស្ដាំនេះជាគន្លឹះធ្វើឲ្យសាច់ជ្រូកប្រឡាក់មានខ្លាញ់ប៉ុន្តែមិនមានជាតិខ្លាញ់បន្ទាប់ពីចៀនត្រាំក្នុងទឹកកំពុងពុះនេះគឺជាគន្លឹះក្នុងការទទួលបានស្បែកស្រួយយ៉ាងឆាប់រហ័សបន្ទាប់ពីត្រាំប្រើកាំបិតមុតកាត់ជាកម្រាស់1សង់ទីម៉ែត្រស្ដើងគ្រឿងទេសគឺសាមញ្ញបំផុតបន្ថែមស្ករនិងអំបិលបន្តិចម្សៅស៊ុបបន្តិចប្រេងខ្យងបន្តិចទឹកស៊ីអ៊ីវបន្តិចខ្ញីហាន់តូចៗបន្តិចហើយច្របាច់បញ្ចូលគ្នាប្រសិនបើអាចបងប្អូនក៏អាចបន្ថែមទឹកដោះគោឆៅបន្តិចបានដែរសាច់នឹងកាន់តែមានពណ៌ផ្កាឈូកបន្ទាប់ពីលាយគ្រឿងផ្សំទាំងអស់ឲ្យស្មើគ្នាហើយផ្អាប់ទុកសម្រាប់រយៈពេល10នាទីជំហានទី3រៀបចំខ្ទឹមក្រហមមួយចិតវាស្ដើងខ្ញុំនឹងសម្រាយធ្វើម្ហូបជារៀងរាល់ថ្ងៃប្រសិនបើបងប្អូនចូលចិត្តក្នុងការមើលវីដេអូនេះសូមជួយ like និងចែករំលែកឲ្យបានច្រើនអរគុណការធ្វើសាច់ជ្រូកប្រឡាក់នេះបទពិសោធន៍30ឆ្នាំមកហើយគ្រួសាររបស់គាត់តែងតែប្រើបន្លែផ្លែព្រូនស្ងួតឆាសិងនេះវាស្អាតហើយគ្មានខ្សាច់ទេក្លិនក្រអូបគឺខ្លាំងជាពិសេសវាមានរសជាតិឆ្ងាញ់ណាស់ពេលប្រើសម្រាប់ធ្វើម្ហូបអាំងឬធ្វើជាគ្រឿងលាងជម្រះ2ដងហើយច្របាច់ទឹកចេញរោយវាពីលើសាច់ដាក់ឆ្នាំងចំហាយចំហុយចាក់ marinade ដែលនៅសល់លើសាច់បន្ថែមខ្ទឹមក្រហម2 3ចំណិតដើម្បីបំបាត់ជាតិខាញ់ជាចុងក្រោយចំហុយវាលើកម្ដៅខ្ពស់រយៈពេល1ម៉ោងសាច់ជ្រូកចិញ្ច្រាំបន្លែដែលបានរក្សាទុកមានពណ៌រស់រវើកនិងស្រស់ស្អាតក្លិនក្រអូបទាក់ទាញវាកាន់តែមានរសជាតិឆ្ងាញ់នៅពេលដែលបងប្អូនញ៉ាំវានៅពេលដែលបងប្អូនបានរៀនវាហើយសាកធ្វើវាទៅសាច់ជ្រូកនិងគ្រឿងទាំងអស់ប្រសិនយើងមិនមានបន្លែដូចគេយើងអាចប្ដូរមកបន្លែខ្មែរយើងវិញប្រសិនបើបងប្អូនចូលចិត្តកុំភ្លេចតាមដានវីដេអូក្រោយៗទៀតសូមអរគុណ